នាងចិត្តត្រូវក្រុមហ៊ុនដេញចេញហើយនៅមានមុខចូលទៅទៀតស៊ីវលីនមនុស្សក្នុងក្រុមហ៊ុននៅទីនេះទាំងអស់កុំបាត់បង់គិតយកចុងក្រោយរបស់ខ្លួនអីពួកលោកខ្លាចខ្ញុំចូលទៅម្លេះតើមានអ្នកណានៅខាងក្នុងការប្រជុំមិនទាន់ចាប់ផ្ដើមផងខាងក្រៅលោឡាបាត់ទៅហើយគ្មានទេប្រធានស៊ូគ្រាន់តែជាការយល់ច្រឡំបន្តិចបន្តួចប៉ុណ្ណោះប្រធានស៊ូខ្ញុំចង់ចូលរួមការប្រជុំនេះឥឡូវនេះអារម្មណ៍នាងមិនសូវល្អទេខ្ញុំស្នើថាកុំឲ្យនាងចូលទៅអីមួយរយៈនេះស៊ីវលីនពិតជាមិនសូវស្រួលខ្លួនមែនក្នុងកាលៈទេសៈថ្ងៃនេះខ្ញុំខ្លាចនាងគ្រប់គ្រងខ្លួនឯងមិនបានឲ្យនាងចូលមកបញ្ហាបច្ចុប្បន្នរបស់គម្រោងគឺភាគច្រើនមកពីការអនុវត្តខុសខ្ញុំមិនចង់ស្ដាប់ពាក្យដោះសារទេការកំណត់ការទទួលខុសត្រូវគឺចាំបាច់ត្រូវរៀបចំឲ្យបានច្បាស់លាស់បន្ថែមទៀតរៀបចំដល់ពេលនេះហើយនៅតែមិនទាន់ច្បាស់ទៀតអ្វីដែលសំខាន់បំផុតពេលនេះគឺការកែតម្រូវបញ្ជាក់ពីការទទួលខុសត្រូវសិនចាំនិយាយពីការកែតម្រូវក្រុមហ៊ុនកំពុងដោះស្រាយយ៉ាងសកម្មហើយនឹងសហការយ៉ាងពេញលេញជាមួយក្រុមហ៊ុនការសហការមិនមែនជាចំណុចល្អរបស់ពួកលោកនៅថ្ងៃនេះទេហេតុអ្វីបានជាគម្រោងមានបញ្ហាអ្នកណាត្រូវទទួលខុសត្រូវថ្ងៃនេះខ្ញុំចង់ស្ដាប់តែរឿងនេះទេលីនយ៉ានអំបញ្ញមិញនាងទូចង់ចូលរួមការប្រជុំនេះឥឡូវនាងអាចនិយាយបានហើយគម្រោងមិនទាន់មានបញ្ហាជាផ្លូវការផងអ្នកណាជាអ្នកទទួលកំហុសអ្នកណាចូលរួមអ្នកណាចែកលុយពួកលោកបានសរសេរទុករួចជាស្រេចហានិភ័យគម្រោងមិនទាន់បានរាយការណ៍ជាផ្លូវការផងនៅក្នុងរបាយការណ៍កែតម្រូវអ្នកទទួលខុសត្រូវបានសរសេរថាជាខ្ញុំបាត់ទៅហើយភាគីកែតម្រូវខាងក្រៅត្រូវបានសរសេរថាជាក្រុមហ៊ុនប្រឹក្សា Kevin សូម្បីតែថវិកាថ្លៃទីប្រឹក្សាក៏ត្រូវបានបញ្ចូលទុកជាមុនដែរមានន័យថា Kevin មិនមែនមកជួយដោះស្រាយបញ្ហាទេគឺរងចាំគម្រោងមានបញ្ហាដើម្បីចូលមកចែកលុយលីនយ៉ាននិយាយស្ដីត្រូវមានភស្តុតាងអ្វីដែលខ្ញុំយកមកថ្ងៃនេះគឺភស្តុតាងចុះភស្តុតាងនៅទីនេះទាំងអស់អ្វីដែលនាងហៅថាភស្តុតាងគឺក្រដាសទាំងនេះមែនទេមិនអាចទេម្សិលមិញនៅទីនេះសោះមិនអាចទេបាទរបស់នេះត្រូវគេយកទៅតាប្រធានឈិននិងអនុប្រធានជើមិនចប់ទេថ្ងៃស្អែកនៅកន្លែងប្រជុំពួកគេរត់មិនរួចទេមានតែយើង3នាក់ទេដែលដឹងលីនយ៉ាននាងលោឡាឆ្អែតឬនៅក្នុងកាលៈទេសៈបែបនេះនាងហ៊ានយករបស់បែបនេះមកលេងសើចទៀតប្រធានស៊ូមួយរយៈនេះអារម្មណ៍នាងមិនសូវល្អទេតាមពិតក្រុមហ៊ុនបានព្យាយាមមើលថែនាងហើយបើគ្មានភស្តុតាងទេកុំមកទម្លាក់កំហុសលើអ្នកដទៃនៅទីនេះលីនយ៉ានថ្ងៃនេះក្រុមហ៊ុនធំចុះមកស៊ើបអង្កេតការពិតមិនមែនការស្មានរបស់នាងទេរឿងថ្ងៃនេះបញ្ចប់ត្រឹមនេះចុះការងារបន្តនឹងត្រូវដោះស្រាយដោយផ្នែកគ្រប់គ្រងហានិភ័យនិងធនធានមនុស្សរបស់ក្រុមហ៊ុនធំខ្ញុំធ្លាប់ប្រាប់ហើយថាទោះមួយនេះនាងមិនអាចក្រឡាប់បានទេស៊ីវលីនខាងក្រុមហ៊ុនធំបានសម្រេចហើយនាងចុះទៅសម្រួលអារម្មណ៍សិនទៅក្រុមហ៊ុនតូចមួយនៅក្រោមក្រុមហ៊ុនធំកំពុងខ្វះមនុស្សល្មមនាងទៅទីនោះសិនទៅឥឡូវនាងនៅមានកន្លែងទៅគឺល្អណាស់ទៅហើយថ្ងៃនេះពួកលោកបដូរភស្តុតាងរបស់ខ្ញុំប្រហែលជារៀបចំយូរហើយមែនទេស៊ីវលីនសម្ដីខ្លះបើគ្មានភស្តុតាងគុំនិយាយទៀតអីពួកគេគិតថាដេញខ្ញុំចេញរឿងនេះនឹងចប់ប៉ុន្តែពួកគេភ្លេចថាកំហុសអាចទម្លាក់បានមនុស្សអាចដេញចេញបានតែរឿងដែលធ្លាប់ធ្វើមិនអាចលុបចោលបានទេ